ជំរាបសួរនិងសួស្តីអ្នកនរគ្នាខ្ញុំបាទជានិស្សិតវិស្វករសំណង់ឆ្នាំទី3ខ្ញុំបាទធ្វើវីដេអូនេះឡើងក្នុងគោលបំណងដើម្បីឲ្យបងប្អូននិស្សិតដែលមានបំណងចង់ដាក់ហាត់ប្រកបមកប្រទេសវៀតណាមខ្ញុំមាន3ចំណុចសម្រាប់ចែករំលែកទៅកាន់បងប្អូនអ្នកនរគ្នាទី1តកតូនជាមួយនឹងនៅមុនពេលដែលមកសិក្សានៅប្រទេសវៀតណាមទី2ការសិក្សានៅប្រទេសវៀតណាមទី3ការស្នាក់នៅឯប្រទេសវៀតណាមទី1តកតងជាមួយនឹងមុនពេលដែលយើងមកសិក្សានៅប្រទេសវៀតណាមអ្វីដែលសំខាន់សម្រាប់មកសិក្សានៅប្រទេសវៀតណាមទី1គឺភាសាវៀតណាមគឺសំខាន់ណាស់សម្រាប់បងប្អូនដែលចង់មកសិក្សានៅប្រទេសវៀតណាមមិនថាបងប្អូនរៀនជាប្រូក្រាមភាសាវៀតណាមឬក៏ជាប្រូក្រាមភាសាអង់គ្លេសទេគឺភាសាវៀតណាមគឺចាំបាច់បំផុតហើយនៅពេលដែលបងប្អូនប្រឡងជាប់គឺបងប្អូននឹងមកសិក្សាភាសាវៀតណាមនៅឯសាលាសិនតីចំនួន1ឆ្នាំហើយពេលដែលបងប្អូនបញ្ចប់ឆ្នាំភាសាចំនួន1ឆ្នាំគឺនៅពេលដែលបងប្អូនចូលសាកលវិទ្យាល័យខាងលោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យសាលាសំណង់គាត់នឹងបង្រៀនភាសាបច្ចេកទេសផ្នែកសំណង់ឲ្យបងប្អូនបន្ថែមទៀតមួយវិញទៀតតកតងជាមួយនឹងការជ្រើសរើសប្រភេទកុំព្យូទ័រក៏សំខាន់ដែរសម្រាប់បងប្អូនដែលសិក្សាជំនាញវិស្វករសំណង់ស៊ីវិលគឺត្រូវជ្រើសរើសប្រភេទដែលមានកម្លាំងម៉ាស៊ីនខ្លាំងល្មមអាចរត់កម្មវិធីបានដូចជាកម្មវិធី AutoCAD Revit បានរលូនទី2តកតងជាមួយនឹងការសិក្សានៅសាលាសំណង់សិក្សាជំនាញសំណង់ស៊ីវិលគឺយើងសិក្សាចំនួន9ឆមាសសរុបទៅ4ឆ្នាំកន្លះតទៅជាមួយនឹងឯកសារសម្រាប់ធ្វើការរៀនសូត្រគឺយើងអាចស្វែងរកទិញនៅខាងក្រៅអាគារ Hasmod ឬក៏ផ្លាច់ទិញនៅណាំជីងសៃហ្វុងបាននៅពេលដែលបងប្អូនឡើងមកសិក្សានៅឯទីក្រុងហាណូយគឺបងប្អូនជាយាមបង្កើតលទ្ធភាពល្អជាមួយនឹងសិស្សច្បងព្រោះថានៅពេលដែលយើងមានចង្អល់អីតាក់ទងជាមួយនឹងការរៀនសូត្រទៅយើងមានតែអាចសួរជាមួយនឹងសិស្សច្បងដែលជាជនជាតិខ្មែរដូចគ្នាទៅយើងអាចយល់បានលឿនហើយមួយវិញទៀតតាក់ទងជាមួយនឹងទំនាក់ទំនងល្អជាមួយនឹងសិស្សច្បងទៅគឺយើងអាចសូមឯកសាររៀនសូត្រដូចជាសភៅឬក៏អីដើម្បីមករៀនឆ្នាំទី1ហ្នឹងគឺយើងអាចសូមសិស្សច្បងបានដើម្បីកាត់បន្ថយចំណាយពួកអីនៅពេលដែលយើងរៀនមួយឆមាសគឺយើងត្រូវការទិញឯកសារច្រើនវាអាចចំណាយលុយច្រើនដែរក្នុងអំឡុងពេលនៃការរៀននៅឯក្នុងថ្នាក់គឺបងប្អូនជាយាមបង្កើតលទ្ធភាពល្អជាមួយនឹងមិត្តភ័ក្តិជនជាតិវៀតណាមបានច្រើនទៅពួកអីនៅពេលដែលក្នុងការរៀនសូត្រហ្នឹងគឺមានមុខវិជ្ជាច្រើនដូចជាមុខវិជ្ជាអក្សរជាមុខវិជ្ជាប្រវត្តិសាស្ត្រទស្សនៈអីជាដើមហ្នឹងគឺវាមានពាក្យបច្ចេកទេសច្រើនដែលយើងកាត់ទៅយើងស្ដាប់ទៅអត់ស្គាល់យល់ទេមានតែយើងអាចសួរជនជាតិវៀតណាមដែលមិត្តភ័ក្តិរបស់យើងហ្នឹងគឺអាចជួយបានហើយបង្កើតជាក្រុមជា team work អីចឹងទៅយើងអាចបង្កើនការសិក្សារៀនសូត្ររបស់យើងបានចំពោះការរៀនសូត្រគឺបងប្អូនមិនទៅត្រូវតែបែងចែកពេលវេលាឲ្យបានល្អពេលណាគួររៀនពេលណាគួរលេងហើយឆ្នាំទី1គឺជាឆ្នាំដែលសិក្សាអំពីមូលដ្ឋានចំពោះឆ្នាំទី2ឆ្នាំទី3ទៅអានឹងគឺយើងចូលជំនាញសំណង់របស់យើងហើយមួយទៀតតទៅជាមួយនឹងសាលារៀនសំណង់របស់យើងគឺមានអាហារូបករណ៍បន្ថែមសម្រាប់សិស្សពូកែធម្មតានៅពេលដែលយើងប្រឡងជាប់មករៀននៅប្រទេសវៀតណាមគឺមានអាហារូបករណ៍ប្រចាំខែជាប្រាក់ខែចំនួន4,75,000 ដុងហើយអាហារូបករណ៍បន្ថែមនោះគឺជាអាហារូបករណ៍របស់សាលាតាមឆមាសនីមួយៗសម្រាប់អ្នកដែលរៀនពូកែសួរថាធ្វើម៉េចដើម្បីបានអាហារូបករណ៍ហ្នឹងគឺយើងត្រូវមាន3លក្ខខណ្ឌទី1គឺបន្ទុកគ្រប់មុខវិជ្ជារបស់យើងទាំងអស់គឺត្រូវតែលើ C ហើយ GPA ក្នុងមួយឆមាសរបស់យើងហ្នឹងគឺត្រូវតែលើ 2.5 ហើយទី3នោះតកតងជាមួយនឹងបន្ទុក DMCL របស់យើងគឺត្រូវតែលើ80បន្ទុកចំពោះទឹកប្រាក់ដែលយើងទទួលបានគឺមាន3កម្រិតកម្រិតខាគឺយើងទទួលបាន9លានជាងកម្រិតសយយើងទទួលបាន12លានជាងហើយកម្រិតសុសាស្ត្រយើងទទួលបាន14លានជាងចំណុចចុងក្រោយតកតងជាមួយនឹងការស្នាក់នៅនិស្សិតសាលាសំណង់របស់យើងគឺស្នាក់នៅធម្មតាគឺស្នាក់នៅចំនួន3ទេហើយអាគារអាបាអាហាយឬក៏អាគារទេពូនចំពោះចម្ងាយពីអន្ទេទៅសាលារៀនគឺយើងចិត្តដើរទេយើងដើរអាចប្រើរយៈពេលអស់
10 នាទីអីហ្នឹងគឺដល់សាលាជាចុងក្រោយគឺបងនឹងថាការសិក្សារៀនសូត្រគឺពិតជាលំបាកហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាជាយាមសិក្សាទាំងអស់គ្នាដើម្បីអនាគតយើងទាំងអស់គ្នាហើយសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់សាលាសំណង់